សង្ក្រាន្តនឹងឈានចូលមកដល់ថ្ងៃអង្គារ12ខែចែកត្រូវនឹងថ្ងៃទី14ខែមេសាឆ្នាំ2026វេលាម៉ោង 10:48 នាទីព្រឹកជាថ្ងៃចូលឆ្នាំថ្មីឆ្នាំមមីអដ្ឋស័កឆ្នាំនេះជាតួនាទីរបស់ទេពធីតាចំថ្ងៃអង្គារព្រះនាមរាជក្សាទេវីទ្រង់សោយលោហិននៅថ្ងៃទី1មុននឹងដំណើរសង្ក្រាន្តចូលមកដល់នៅវេលាម៉ោង 10:48 នាទីព្រឹកត្រូវរៀបចំរណ្ដាប់ទទួលទេវតានិងគ្រឿងសក្ការៈបូជាដូចជាបាយសីមួយគូស្លាធម៌មួយគូធូប5ទៀន5ទឹកអប់មួយគូផ្កាភ្ញីទឹកមួយផ្តិលភេសជ្ជៈនំចំណីផ្លែឈើនិងផតតាហាពេលទេវតាយាងចុះរួចហើយត្រូវជួបជុំគ្រួសារដើម្បីថ្វាយបង្គំព្រះនមស្ការព្រះរតនត្រ័យសមាទានសិលហើយតាំងចិត្តឲ្យបានស្អាតបរិសុទ្ធដើម្បីសូមពរជ័យសិរីសួស្តីបួងសួងសូមសេចក្តីសុខនិងលេងល្បែងប្រជាប្រិយខ្មែរថ្ងៃវរៈវណ្ណប័ណ្ណថ្ងៃទី2នេះពេលព្រឹកនាំយកចង្ហាន់ទៅប្រគេនព្រះភិក្ខុសង្ឃនៅឯវត្តអារាមនិងចែកទានលុះពេលរសៀលពូនភ្នំខ្សាច់ហើយសូត្រធម៌អធិដ្ឋានភ្នំខ្សាច់ដែលសន្មត់ទុកដោយចលមនីចេតិយហើយនិមន្តព្រះសង្ឃបាំងសកលឧទ្ទិសមហាកុសលជូនដល់វិញ្ញាណក្ខន្ធបុព្វការីជនដែលបានស្លាប់ទៅនៅពេលប្រលប់ប្រគេនភេសជ្ជៈដល់ព្រះសង្ឃនិមន្តព្រះសង្ឃចម្រើនព្រះបរិត្តនិងស្ដាប់ធម៌ទេសនាថ្ងៃវរៈឡើងស័កថ្ងៃទី3នេះពេលថ្ងៃពិធីស្រង់ទឹកព្រះចំណែកឯកូនប្រុសស្រីត្រូវស្រង់ទឹកជូនមាតាបិតាចាស់ព្រឹទ្ធាចារ្យដើម្បីជាការលាងបាបហើយជាការដឹងគុណឪពុកម្ដាយដែលបានផ្ដល់កំណើតចិញ្ចឹមបីបាច់ថែរក្សាកូនប្រុសស្រីសូមឲ្យប្រទេសកម្ពុជាមានសុខសន្តិភាពយូរអង្វែងតរៀងទៅមហាសង្ក្រាន្តឆ្នាំមមីអត្តស័កពុទ្ធសករាជ2570គ្រិស្តសករាជ2026សុភមេសតោវរមង្គលាចយាតិរៈព្រះពុទ្ធសករាជព្រះសាសនាអតិកន្តាកន្លងទៅហើយបាន2569ព្រះវស្សាត្រឹមថ្ងៃអាទិត្យ15កើតនៃខែពិសាលុះដល់ថ្ងៃប្រហ័ស5កើតខែពិសាឆ្នាំមមីអត្តស័កតទៅចូលព្រះពុទ្ធសករាជ2570និងកណនីឆ្នាំមមីឥឡូវនេះសង្ក្រាន្តចូលមកនៅថ្ងៃអង្គារ12រោចខែចែកត្រូវនៅថ្ងៃទី14ខែមេសាគ្រិស្តសករាជ2026នៅវេលាម៉ោង 10:48 នាទីព្រឹកពេលនោះព្រះអាទិត្យចរចេញពីមីនរិស័យទៅស្ថិតនៅឯមេសរិស័យដើរតាមផ្លូវគោវិថីគឺផ្លូវកណ្ដាលទើបមានទេពធីតាមួយព្រះអង្គជាមគ្គនិយិកាព្រះនាមរាជសាទេវីជារាជបុត្រីទី3នៃកបិលមហាព្រហ្មគង់នៅចាតុមហារាជការទ្រង់អំពរពណ៌ខ្មៅសៀតផ្កាឈូកអភរណៈកែវមូរាភេសាហាទ្រង់សោយលោហិតព្រះហស្តស្ដាំទ្រង់ត្រីសូលព្រះហស្តឆ្វេងទ្រង់ថានុគឺធ្នូគង់ឈរលើខ្នងអសណ្ដោសេះជាយាន2ហណៈទើបនាំយកទុកទៅកន្លែងដើមវិញហើយប្រជុំទេវបុត្រទេវធីតាទាំង100,000កោដចូលទៅស្រង់ទឹកអនន្តមហាស្រះដែលមានទឹកហូរចេញពីបំពង់ថ្មកែវជាមាត់គោឧសភរាជទាំង7ត្រជាក់ត្រជុំខ្សេមខ្សានព្រះរាជហឫទ័យហើយនាំគ្នាចូលទៅសមាទានរក្សាសិលដោយប្រតិសមណោះរីករាយគ្រប់ព្រះអង្គក្នុងភគវតីសភាសាលាដែលព្រះវិស្វកម្មទេវបុត្រនិមិត្តថ្វាយដើម្បីបន្ទោបង់